ការៈហ្នឹងគឺមិនរើសកម្មវិធីទេយើងចាក់នៅក្នុងពិធីសិរីមង្គលពិធីបុណ្យសពអីក៏បានដែរពិធីមង្គលការឲ្យតែតាក់ទងនឹងគ្រឿងសក្ការៈហ្នឹងគេតែងតែឃើញវត្តមានរបស់ការៈហ្នឹងនៅក្នុងហ្នឹងផងដែរមិនថាដេក័រធម្មតាមិនថានៅក្នុងភោជនីយដ្ឋានក៏គាត់យកអាហ្នឹងធ្វើជាដេក័របច្ចុប្បន្នជានិស្សិតឆ្នាំទី3ចូលនៃមហាវិទ្យាល័យស្ថាបត្យកម្មនិងនគររូបនីយវិទ្យាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទូទៅនៅសាលារចនាគេមានកម្មវិធីតាំងពីពណ៌មរតកទាំង5ឬក៏ហៅថាពីពណ៌ស្នាដៃសិស្សហ្នឹងយើងមានការចាក់ការៈរាល់ឆ្នាំនាងខ្ញុំចូលឆ្នាំទី1ហ្នឹងគឺពេលដែលចូលហ្នឹងឃើញបងចាក់ក៏មានសេចក្តីស្រឡាញ់ទៅជួយបេះផ្កាជួយបកសបកការលាងទឹកអីអញ្ចឹងទៅដល់ពេលបងគាត់ឃើញថ្នឹកអញ្ចឹងគាត់ចេះតែហៅជួយយូរទៅដល់គាត់ឲ្យធ្វើអ្នកកាន់កាប់ខាងចាក់ការហ្នឹងបើមកដល់ថ្ងៃដដែលជាមួយនឹងការតាំងពិព័រណ៍ហ្នឹងគ្រប់2ឆ្នាំការៈហ្នឹងគឺមិនរើសកម្មវិធីទេយើងចាក់នៅក្នុងពិធីសិរីមង្គលពិធីបុណ្យសពអីក៏បានដែរពិធីមង្គលការឲ្យតែតាក់ទងនឹងគ្រឿងសក្ការៈហ្នឹងគេតែងតែឃើញវត្តមានរបស់ការៈហ្នឹងនៅក្នុងហ្នឹងផងដែរមិនថាដេក័រធម្មតាមិនថានៅក្នុងភោជនីយដ្ឋានក៏គាត់យកអាហ្នឹងធ្វើជាដេក័របើតាមប្រទេសឃើញជាក់ស្ដែងការៈពេលដែលយកវាទៅដាំវាដុះអត់សូវល្អភាគច្រើនវាដុះនៅដីគេទុកចោលដីវាលដីអីចឹងនៅតាមផ្លូវតាមអីកន្លែងសំណង់ទុកចោលក៏វាដុះនៅតាមនឹងដែរតាមបទពិសោធន៍នៃការចាក់ផ្ការបស់នាងខ្ញុំមួយឆ្នាំខ្ញុំចាក់2ដងចាក់នៅគៀកបុណ្យចូលឆ្នាំម្ដងហើយនឹងចាក់នៅគៀកបុណ្យអុំទុកម្ដងដល់ពេលជិតដល់រដូវបុណ្យអុំទុកយើងប្រទះឃើញតែផ្ការៈហ្នឹងវាចាប់ដើមជ្រុះគ្រាប់អស់ក៏ប៉ុន្តែស្រាប់ទៅដល់ថ្ងៃបុណ្យអុំទុកវាចាប់ដើមផ្កាចេញមកអាចនិយាយបានថាផ្ការៈហ្នឹងវាដុះបាន2រដូវពេលគៀកបុណ្យចូលឆ្នាំហើយនឹងបុណ្យអុំទុកផ្ការៈនេះក៏គេមានឃើញអវត្តមានរបស់វាតាំងពីសម័យអង្គរមកដែរហើយសម្រាប់នៅក្នុងព្រះបរមរាជវាំងគឺគេនិយមប្រើផ្ការៈនេះផងដែរមិនថានៅក្នុងពិធីអភិសេកស្ដេចឡើងគ្រងរាជក៏គេឃើញវត្តមានផ្ការៈនៅក្នុងក្បួនតម្រាផងដែរផ្ការៈហ្នឹងធម្មតាគឺវាអត់មានក្លិនទេប៉ុន្តែបើអ្នកគេហិតខ្លាំងវាមានរាងក្លិនកពុលបន្តិចប៉ុន្តែពេលដែលយើងលាងទឹកទៅរាងអស់ក្លិនហ្នឹងហើយសម្រាប់លក្ខណៈសម្បត្តិរបស់ផ្ការៈហ្នឹងវាប្រើប្រាស់បានគ្រប់ទម្រង់យើងអាចប្រើតាំងពីសម្បកវាបានអាចប្រើតាំងពីតងហើយអាចប្រើតាំងពីបណ្ដូលខាងក្នុងរបស់ផ្ការៈហ្នឹងទៅគ្រឿងគ្រប់ផ្នែកនៃផ្កាទាំងអស់ហ្នឹងគឺយើងអាចប្រើប្រាស់បានទាំងអស់មិនថារៀងដូចជាក្បាច់ខ្មែរយើងអញ្ចឹងនៅលើផ្កាហ្នឹងហើយនឹងមាន2ពណ៌វាសម្បូរដោយពណ៌សហើយនិងពណ៌ស្វាយវាមានលើសពីនឹងអាចនឹងប្រទះឃើញពណ៌រៀងបែកក្រហមពណ៌ទឹកក្រូចជាទូទៅគេចាក់ជារូបរាងកសោមតាអោងដែលមានរូបរាងដូចនៅខាងក្រោយអញ្ចឹងមានរង្វង់មូលហើយមានសម្បុកឃ្មុំអមសងខាងបើសិនជាសម្រាប់សម្បុកឃ្មុំនេះវិញអាចលម្អនៅតាមរូបសំណាកមានចាក់ជាភួងផ្កាថ្វាយព្រះមិនថាកន្លែងណាក៏ដោយអាចចាក់ដេក័រផងដែរជាក់ស្ដែងសម្រាប់ផ្ការៈនេះផងដែរពេលដែលបេះចេញពីតងចេញពីដើមហ្នឹងគឺតែងសង្កេតឃើញថាផ្ការៈហ្នឹងវាស៊ីត្រជាក់នឹងជៀសវាងការទុកដាក់ឲ្យត្រូវទឹកបើសិនជាព្យួរនៅខាងក្រៅនៅកន្លែងម្លប់ត្រជាក់អីអាចសម្រាប់វា3ថ្ងៃអីវានៅសស្អាតធម្មតាពណ៌អត់ប្រែទេប៉ុន្តែចាប់ពីមួយអាទិត្យកន្លះខែឡើងទៅវាបដូរពណ៌ទៅជាក្រៀមទៅជាអីក៏ប៉ុន្តែវាអត់ធ្វើឲ្យអាគុណភាពផ្កាហ្នឹងខូចជ្រុះធ្លាក់អីតែវានៅជាប់គ្រាន់តែថាវាក្រៀមហើយវាបានជាសម្រស់ថ្មីមួយទៀតដែរជំនាញការចាក់ផ្កានេះគឺជាជំនាញដែលយើងកម្រឃើញព្រោះភាគច្រើនឃើញតែក្នុងភាពយន្តអញ្ចឹងសម្រាប់បងប្អូនដែលគាត់ស្រឡាញ់ខាងការចាក់ផ្កាគាត់មានបំណងចង់រៀនស្វែងយល់អំពីការៈអំពីការចាក់ផ្កានឹងតើមានក្បួនច្បាប់ត្រង់ណាការអនុវត្តផ្ទាល់អីបងប្អូនអាចអញ្ជើញមកសាលារចនារាល់ពេលមានកម្មវិធីដូចជាបុណ្យអុំទូកអំបុកសំពះព្រះខែហើយនិងកម្មវិធីមោដកឬក៏កម្មវិធីតាំងពិព័រណ៍ស្នាដៃសិស្សហ្នឹងគឺពួកយើងមានការចាក់នៅផ្កានឹងអាចមកមើលជាក់ស្ដែងសម្រាប់យើងខ្ញុំផ្ទាល់ខ្ញុំពិតជាមាន
សេចក្តីស្រឡាញ់ក្នុងការចាក់ការរៈនេះខ្ញុំចង់សំណូមពរឲ្យបងប្អូនដែលមានបំណងស្រឡាញ់ដូចnhưខ្ញុំហ្នឹងជួយអភិរក្សដោយសារតែការចាក់ការរៈនេះផងដែរគឺអត់សូវជាយ៉ាប់ទេតាក់ទងនឹងការសម្ភារៈនៃការចាក់ផ្កាមិនថាផ្កាហ្នឹងគឺនៅជុំវិញខ្លួនយើងដូចជាផ្ការបស់ខ្មែរយើងភពផលដែលផ្ដល់ឲ្យនឹង